បងបានធំតែឃើញវីដេអូនេះយូរមិញអាចមកយកវីដេអូពីខាងពួកខ្ញុំបាននេះឃើញបងប្រុសឡើងធំក៏ឡើងខឿនសរសៃសារបងប្រុសក៏ជិះចាក់ឆែវិញចឹងពេកឥឡូវបងប្រុសមើលវីដេអូដើមរបស់គ្នានេះវីដេអូដើមគឺបងប្រុសគាត់ដឹងថាបងប្រុសម្នាក់ទៀតជិះម៉ូតូមិនស្រួលទេអញ្ចឹងគាត់ក៏បើកកាមេរ៉ា GoPro នៅលើម៉ូតូរបស់បងហ្នឹងដើម្បីថតសកម្មភាពគាត់ជិះម៉ូតូចាក់ពេញផ្លូវអញ្ចឹងណាហើយដល់ពេលគាត់ជិះចាក់ចោះចាក់ឡើងទៅក៏ទៅដួលប៊ីសចូលក្រុមឡានធំទៀតហើយក្រុមឡានធំគេហ្នឹងគេក្រុមព្យាយាមកិច្ចគាត់មែនតើកិច្ចឡើងលើសួនធុងផ្លូវកណ្ដាលហ្នឹងចឹងបើសិនជាឧទាហរណ៍ថាបើសិនជាមានឡានម៉ូតូមកពីមុខទៀតមិនដឹងថាឡានធំនឹងគាត់ខុសមកចេះទៅដោយសារតែគាត់កិច្ចម៉ូតូមួយគ្រឿងណាចឹងបងប្អូនតាមទស្សនាវីដេអូរបស់គ្នាអញ្ចឹងបងប្រុសឡានធំអាចមកយកវីដេអូពីបងប្រុស GHR ហ្នឹងបានដោយសារតែយើងម្នាក់ហ្នឹងមិនធ្វើឲ្យគេមានបញ្ហាគ្រប់គ្នានេះឥឡូវមកទស្សនាដល់អ្នកគ្នាបងប្អូននេះបងមួយជិះម៉ូតូអាសាងហ្នឹងនៅមុខហ្នឹងគេជិះចាក់ចោះចាក់ឡើងហ្នឹងដល់ពេលទៅដួលចំឡានធំឡានទូគេសំណាងគេជាបើកយឺតដែរគេបើកលឿនហ្នឹងកិនបាច់ឥឡូវបងប្អូនចាំមើលសកម្មភាពរបស់គ្នាបងប្អូនឃើញគាត់ជិះច្រែចោះច្រែឡើងអញ្ចឹងដល់ពេលទៅធ្វើឲ្យបញ្ហាដល់គេដល់ឯងអញ្ចឹងណាសំណាងឲ្យឡានមកពីមុខអត់មានបើសិនជាមានពីមុខទៀតបងឡានដឹកស៊ីម៉ង់អត់ដឹងដឹកអីទេនឹងមានបញ្ហាធំហ្មងទៅនិយាយបុកគេប៉ាគេទៅគិតមិនទៅយើងដួលតែឯងមិនសិនជាដួលគេកិនងាប់ទៀតទៅវខុសទាំងយើងទេឃើញបងប្អូនឃើញជិះច្រែចោះច្រែឡើងទៅមើលទៅដល់មកដួលសំណាងឡានធំគេកិច្ចបើគេអត់កិច្ចទៅវាមានបញ្ហាដល់គេទៀតនេះគេកិច្ចគាត់កិច្ចឡើងលើខឿនផ្លូវឃើញទេមើលនេះមកឃើញនេះឃើញវីដេអូគាត់នេះឃើញហើយគាត់ដួលតែតែងតែឯងហើយឡានទូឡាយគេកិច្ចចំៃកិច្ចដោយសារតែគាត់មួយនឹងទៅឃើញនេះដោយសារគាត់ប្រចាំមកផ្ទះគាត់អត់បានទៅថតទៀតទេ